សៀវភៅទី7ផ្នែកកព្រះយេស៊ូវជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះព្រះយេស៊ូវជាព្រះអង្គម្ចាស់សេចក្តីផ្ដាល់មិត្តនិងប្រិយមិត្តទាំងឡាយមានព្រះមួយអង្គព្រះនាមយេស៊ូវទ្រង់ពិតជាព្រះរាជបុត្រានៃព្រះមែនគឺទ្រង់ហើយដែលអាចប្រទាននូវជីវិតអង្ករជានិច្ចដល់យើងរាល់គ្នាអភូតហេតុដ៏អស្ចារ្យដែលទ្រង់បានធ្វើបង្ហាញនោះសុទ្ធតែជាការពិតសូមស្ដាប់ខ្សែអានហើយសូមមើលទៅរូបភាពបន្តបន្ទាប់ក្នុងសៀវភៅពណ៌ផ្កាឈូកនៅពេលដែលមិត្តបានឮសំឡេងរូបភាពទី1កំណើតនៃព្រះយេស៊ូវយូហានចំពុក1ខ1រហូតដល់ខ14អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលព្រះអង្គម្ចាស់យេស៊ូវទ្រង់បានយាងមកប្រសូតនៅក្នុងក្រោលសត្វលើទឹកដីនៃសាសអ៊ីស្រាអែលព្រះទារកយេស៊ូវទ្រង់មិនដូចជាទារកធម្មតាទេទ្រង់ជាទារកដ៏សែនអស្ចារ្យមួយមាតាទ្រង់ជាស្ត្រីព្រហ្មចារីមិនដែលរួមរស់ជាមួយនឹងបុរសណាទាល់តែសោះនាងមានឈ្មោះថាម៉ារីឯព្រះបិតារបស់ទ្រង់គឺជាព្រះពិតតែមួយព្រះយេស៊ូវទ្រង់មានប្រជញ្ញរស់នៅតាំងតែពីមុនកាលដែលទ្រង់យាងមកប្រសូតជាទារកតូចម្លេះកាលដើមដំបូងឡើយទ្រង់ក៏គង់នៅជាមួយនឹងព្រះដែរព្រះយេស៊ូវទ្រង់បានបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គបានផ្ដល់ជីវិតខាងព្រលឹងវិញ្ញាណពីព្រះទៅមនុស្សដំបូងបង្អស់ទោះជាយ៉ាងណាក៏ដោយគង់តែមនុស្សបានធ្វើឲ្យបាត់បង់ជីវិតខាងឯព្រលឹងវិញ្ញាណទៅវិញពីព្រោះពួកគេបានដើរតាមផ្លូវរបស់អរិយសាតាំងនិងសេចក្តីស្លាប់វិញព្រះយេស៊ូវបានយាងមកចាប់កំណើតជាទារកតូចដើម្បីបើកសម្ដែងអំពីព្រះដល់យើងរាល់គ្នាព្រមទាំងបង្ហាញផ្លូវដែលអាចឲ្យយើងក្លាយទៅជាកូនព្រះបានរូបភាពទី2ព្រះយេស៊ូវធ្វើទឹកឲ្យទៅជាស្រាយូហានចំពុក2ខ1រហូតដល់ខ11ព្រះយេស៊ូវពេញវ័យជាមនុស្សធំម្នាក់ថ្ងៃមួយព្រះអង្គបានចូលរួមក្នុងពិធីមង្គលការមួយជាមួយម្ដាយនិងពួកសិស្សរបស់ទ្រង់ម៉ារីបានដឹងហើយថាព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះដូច្នេះនៅពេលដែលអស់ស្រាទំពាំងបាយជូរនាងក៏បានទូលដល់ទ្រង់រួចមកនាងក៏ប្រាប់ដល់ពួកអ្នកបម្រើថាការអ្វីដែលទ្រង់ប្រាប់ឲ្យធ្វើនោះត្រូវធ្វើចុះនៅក្បែរនោះមានពាងថ្មធំៗ6ព្រះយេស៊ូវទ្រង់មានបន្ទូលទៅអ្នកបម្រើថាចូលចាក់ទឹកឲ្យពេញពាងទាំង6នោះចុះរួចមកទ្រង់មានបន្ទូលប្រាប់គេថាចូលដងទឹកយកទៅជូនដល់លោកដែលជាចៅហ្វាយនៃមង្គលការនោះទៅនោះទឹកបានคล้ายទៅជាស្រាទំពាំងបាយជូរយ៉ាងល្អបំផុតពួកមិត្តភ័ក្តិរបស់ព្រះយេស៊ូវចាប់ផ្ដើមឃើញនៅអំណាចព្រះចេស្តានៃព្រះយ៉ាងអស្ចារ្យដូច្នេះពួកគេក៏បានជឿដល់ទ្រង់រូបភាពទី3ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកនីកូដេមយូហានចំពុក3ខ1រហូតដល់ខ36លោកនីកូដេមជាគ្រូយ៉ាងចំណានម្នាក់គាត់បានឮថាព្រះយេស៊ូវទ្រង់បានធ្វើអភូតហេតុជាច្រើនគាត់បានដឹងថាព្រះយេស៊ូវទ្រង់ប្រកាសមកពីព្រះដូច្នេះនៅវេលាយប់មួយគាត់បានចូលមកឲ្យព្រះយេស៊ូវដើម្បីនឹងសួរទ្រង់អំពីព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើមិនបានកើតជាថ្មីនោះទេគ្មានអ្នកណានឹងអាចឃើញនគរព្រះទេលោកនីកូដេមបានទូលសួរទ្រង់វិញថាតើធ្វើដូចម្ដេចឲ្យមនុស្សបានកើតជាថ្មីក្នុងការដែលខ្លួនចាស់ទៅហើយនោះនេះគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវទ្រង់បានប្រាប់ដល់គាត់កាលណាកូនងាដែលកើតចេញពីផ្ទៃម្ដាយមកនោះគេមានជីវិតខាងសាច់ឈាមដូច្នេះមនុស្សក៏ត្រូវកើតពីព្រះវិញ្ញាណនៃព្រះដើម្បីឲ្យបានជីវិតខាងព្រលឹងវិញ្ញាណអស់អ្នកណាដែលបានជឿហើយស្ដាប់បង្គាប់ព្រះយេស៊ូវនោះនឹងបានកើតជាថ្មីពិតហើយនឹងរស់នៅអកលខាងព្រលឹងវិញ្ញាណចំណែកអស់អ្នកណាដែលមិនទទួលជឿដល់ព្រះយេស៊ូវនឹងត្រូវទទួលនៅសេចក្តីស្លាប់អកលជានិច្ចវិញរូបភាពទី4និមឺនម្នាក់បានមកក្រាបចំពោះព្រះយេស៊ូវយូហានចំពុក4ខ46រហូតដល់ខ54តើអ្នកធ្វើដូចម្ដេចនៅពេលដែលកូនប្រុសរបស់អ្នកមានជំងឺជាទម្ងន់
បរិមម្នាក់ក្នុងរូបភាពនេះគាត់បានធ្វើដំណើរយ៉ាងឆ្ងាយដើម្បីមករកព្រះយេស៊ូវគាត់ជានិមឺនដ៏សំខាន់ម្នាក់ប៉ុន្តែគាត់បានទូលអង្វរព្រះយេស៊ូវថាលោកម្ចាស់សូមលោកឆាប់អញ្ជើញទៅប្រោសកូនរបស់ខ្ញុំមុនវាស្លាប់ផងព្រះយេស៊ូវទ្រង់មានបន្ទូលតបទៅគាត់វិញថាចូលទៅចុះកូននោះនឹងបានផុតពីសេចក្តីស្លាប់បរិមនោះជឿដល់ព្រះយេស៊ូវហើយក៏វិលត្រឡប់ទៅផ្ទះវិញទៅក្នុងពេលដែលគាត់បានដើរតាមផ្លូវទៅឯផ្ទះវិញនោះអ្នកបម្រើបានមកជួបនឹងគាត់ពួកគេបានជម្រាបគាត់ថាកូនប្រុសរបស់លោកបានជាហើយគឺក្នុងពេលជាមួយគ្នាដែលព្រះយេស៊ូវទ្រង់មានបន្ទូលថាកូននោះនឹងមិនស្លាប់ទេក្មេងនេះបានត្រូវប្រោសឲ្យជាចាប់ពីពេលនោះមកនិមឺននិងក្រុមគ្រួសាររបស់គាត់ទាំងអស់បានទទួលជឿព្រះយេស៊ូវព្រះយេស៊ូវទ្រង់បានយាងមកពីព្រះពិតប្រាកដមែនរូបភាពទី5មនុស្សឈឺម្នាក់នៅក្បែរស្រះទឹកមួយយូហានចំពុក5ខ1រហូតដល់ខ47ក្នុងទីក្រុងយេរូសាឡឹមមានស្រះទឹកមួយពួកបណ្ដាជនទាំងនោះបានជឿថាទឹកស្រះនោះអាចនឹងប្រោសមនុស្សជំងឺឲ្យជាបានមានមនុស្សម្នាក់ដែលឈឺ38ឆ្នាំកន្លងមកហើយព្រះយេស៊ូវបានឃើញគាត់នៅក្បែរស្រះទឹកក៏មានបន្ទូលទៅគាត់ថាតើអ្នកចង់ជាឬទេប៉ុន្តែមនុស្សនោះបានទូលឆ្លើយទៅទ្រង់វិញថាគ្មានអ្នកណានឹងជួយដាក់ខ្ញុំទៅក្នុងស្រះទឹកនោះឡើយព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថាចូលក្រោកឡើងហើយយកគ្រែអ្នកដើរទៅរំពេចនោះស្រាប់តែគាត់បានជាភ្លាមមានពួកមនុស្សខ្លះគេខឹងនឹងព្រះយេស៊ូវពីព្រោះទ្រង់បានប្រោសមនុស្សជំងឺនេះនៅថ្ងៃដែលព្រះបានញែកទុកជាថ្ងៃបរិសុទ្ធនៅថ្ងៃនោះជាថ្ងៃដែលពួកសាសយូដាឈប់សម្រាកពីការងារទាំងអស់ដើម្បីថ្វាយបង្គំព្រះព្រះយេស៊ូវទ្រង់ព្យាយាមនិងបង្ហាញអ្នកទាំងនោះថាទ្រង់ជាព្រះរាជបុត្រានៃព្រះអង្គមានសិទ្ធិនឹងប្រោសអ្នកជំងឺនៅថ្ងៃឈប់សម្រាកបានប៉ុន្តែពួកគេនៅតែមិនព្រមជឿដល់ទ្រង់ឡើយរូបភាពទី6ព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស 5000 នាក់យូហានចំពុក6ខ1រហូតដល់ខ15ខ25រហូតដល់ខ58មនុស្សជាច្រើនបានឮព្រះយេស៊ូវថាទ្រង់អាចប្រោសមនុស្សជំងឺឲ្យបានជាដូច្នេះមានថ្ងៃមួយនោះហ្វូងមនុស្សជាច្រើនបានដើរមកតាមទ្រង់ទៅកន្លែងដាច់ស្រយាលមួយព្រះយេស៊ូវទ្រង់មានបន្ទូលទៅសិស្សរបស់ទ្រង់ថាតើយើងនឹងទិញនំប៉័ងនៅកន្លែងណាដើម្បីឲ្យពួកបណ្ដាជនទាំងនោះបរិភោគមានសិស្សម្នាក់បានទូលទ្រង់ថានៅទីនោះមានក្មេងប្រុសម្នាក់មាននំប៉័ង5ដុំនិងត្រីតូចៗ2តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនដល់ម្ល៉េះព្រះយេស៊ូវបានបង្គាប់ទៅពួកបណ្ដាជនឲ្យគេអង្គុយចុះទ្រង់បានយកនំប៉័ងនិងត្រីមកអរព្រះគុណដល់ព្រះរួចទ្រង់ក៏ប្រទានដល់ពួកបណ្ដាជនទាំងនោះនៅនំប៉័ងនិងត្រីនោះតាមដែលពួកគេត្រូវការព្រះយេស៊ូវទ្រង់មានបន្ទូលទៅពួកបណ្ដាជនទាំងនោះថាកុំឲ្យខំប្រឹងធ្វើការដើម្បីឲ្យបានតែអាហារតែងតែពុករលួយនោះឡើយចូលខំរកឲ្យបានអាហារដែលស្ថិតស្ថេរដល់រាបដល់អស់កលជានិច្ចវិញខ្ញុំនេះជានំប៉័ងជីវិតអ្នកណាដែលមកឯខ្ញុំនោះនឹងមិនឃ្លានទៀតឡើយរូបភាពទី7ព្រះយេស៊ូវបានយាងលើទឹកយូហានចំពុក6ខ16រហូតដល់ខ21ក្រោយពីព្រះយេស៊ូវបានផ្គត់ផ្គង់អាហារដល់ពួកបណ្ដាជនរួចមកទ្រង់មានបន្ទូលប្រាប់សិស្សទ្រង់ឲ្យត្រឡប់ទៅផ្ទះវិញព្រះយេស៊ូវបានយាងចេញទៅទីឆ្ងាយដើម្បីអធិដ្ឋានទៅព្រះតែមួយព្រះអង្គឯងពួកសិស្សរបស់ទ្រង់ទាំងអស់ក៏ចុះទៅក្នុងទូកដើម្បីនឹងឆ្លងបឹងដ៏ធំនេះពេលនោះងងឹតហើយស្រាប់តែមានព្យុះគួរឲ្យខ្លាចមួយបក់បោកមកលើផ្ទៃទន្លេរួចព្រះយេស៊ូវយាងលើទឹកមកឯពួកគេភ័យញាស់ជាខ្លាំងដោយគិតថាជាខ្មោចទៅវិញព្រះយេស៊ូវទ្រង់មានបន្ទូលទៅពួកគេថាគឺខ្ញុំទេតើកុំឲ្យខ្លាចអីទ្រង់ក៏យាងឡើងទៅលើទូកជាមួយពួកគេហើយរំពេចនោះព្យុះក៏ស្ងប់ពួកសិស្សរបស់ទ្រង់បានឃើញជាថ្មីទៀតថាព្រះយេស៊ូវទ្រង់មានអំណាចបជាស្ដារនៃព្រះក្នុងទ្រង់
រូបភាពទី8ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ម្នាក់យូហានចំពុក9ខ1រហូតដល់ខ41នៅពេលមួយនោះមានមនុស្សខ្វាក់ម្នាក់ដែលបានខ្វាក់ពីកំណើតពួកសិស្សទ្រង់បានគិតថាការខ្វាក់នេះគឺជាការផ្ដំទាទោសពីព្រះប៉ុណ្ណោះប៉ុន្តែព្រះយេស៊ូវបានប្រាប់ទៅពួកគេថាមនុស្សនេះបានខ្វាក់ពីកំណើតមកដើម្បីឲ្យការរបស់ព្រះបានសម្រេចដូច្នេះគេក៏អាចឃើញនៅអំណាចព្រះចេស្តានៃព្រះដែលជួយប្រោសគាត់វិញព្រះយេស៊ូវបានស្ដោះទៅនឹងដីហើយយកទឹកមាត់របស់ទ្រង់ធ្វើជាភក់រួចយកទៅលាបភ្នែករបស់អ្នកខ្វាក់នោះហើយព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថាចូលទៅលាងចុះមនុស្សនោះក៏បានជាស្អាតឡើងវិញគាត់ក៏ត្រឡប់មកវិញទាំងមើលឃើញមិត្តនិងប្រិយមិត្តទាំងឡាយយើងខ្វាក់ឯប្រលឹងវិញ្ញាណយើងមិនអាចឃើញផ្លូវទៅឲ្យព្រះទេប៉ុន្តែព្រះយេស៊ូវទ្រង់មានបន្ទូលថាខ្ញុំជាពន្លឺនៃលោកីអ្នកណាដែលដើរតាមខ្ញុំនោះមិនដើរនៅក្នុងសេចក្តីងងឹតទៀតឡើយប៉ុន្តែនឹងបានទទួលពន្លឺនៃជីវិតវិញរូបភាពទី9ព្រះយេស៊ូវបានហៅឡាសារឲ្យចេញពីភ្នូមកយូហានចំពុក11ខ1រហូតដល់ខ46ព្រះយេស៊ូវទ្រង់ស្រឡាញ់ឡាសារនិងបងប្អូនស្រីពីរនាក់របស់គាត់ណាស់គឺម៉ារីនិងម៉ាថាប៉ុន្តែនៅពេលដែលឡាសារមានជំងឺព្រះយេស៊ូវទ្រង់បំបានទៅមើលគាត់ភ្លាមទេជាច្រើនថ្ងៃក្រោយមកព្រះយេស៊ូវទ្រង់មានបន្ទូលទៅពួកសិស្សទ្រង់ថាខ្ញុំមានសេចក្តីត្រេកអរដែលខ្ញុំមិនបាននៅទីនោះការនេះនឹងជួយដល់អ្នករាល់គ្នាឲ្យរឹតតែជឿនិងទុកចិត្តដល់ខ្ញុំប៉ុន្តែឥឡូវនេះចូលយើងនាំគ្នាទៅឲ្យគាត់នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ឡាសារត្រូវបានបញ្ចុះទៅក្នុងភ្នូអស់រយៈពេល4ថ្ងៃហើយបងប្អូនស្រីទាំងពីរនាក់របស់ឡាសារគេកាត់ទុកជាខ្លាំងពីព្រោះព្រះយេស៊ូវមិនបានយាងមកប្រោសប្អូនរបស់គាត់ប៉ុន្តែព្រះយេស៊ូវទ្រង់មានបន្ទូលថាអូនប្រុសរបស់អ្នកនឹងរស់ឡើងវិញទ្រង់បានបង្គាប់ទៅពួកមនុស្សទាំងនោះឲ្យបើកភ្នូឡើងរួចទ្រង់ក៏មានបន្ទូលហៅថាឡាសារអើយចូលចេញមកនោះឡាសារក៏បានចេញមកមានសម្ពុតស្នប់រំជាប់នៅឡើយផងអ្នកណាដែលទទួលជឿដល់ព្រះយេស៊ូវនោះនឹងបានរស់នៅអស់កលជានិច្ចទោះបីជារូបកាយបានស្លាប់ហើយក៏ដោយតើអ្នកជឿដល់ការនេះឬទេរូបភាពទី10ព្រះយេស៊ូវសុគតជាប់នៅលើឈើឆ្កាងយូហានចំពុក18ខ1រហូតដល់ខ19ខ42ព្រះយេស៊ូវបានសម្ដែងបញ្ជាក់ដោយសារអភូតហេតុដែលទ្រង់បានធ្វើថាទ្រង់ជាព្រះរាជបុត្រានៃព្រះប៉ុន្តែមេដឹកនាំនៃសាសយូដាគេច្រណែននឹងទ្រង់គេរករឿងនឹងសម្លាប់ព្រះអង្គព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថាទ្រង់ត្រូវតែសុគតរួចមកទ្រង់នឹងប្រទាននូវព្រះវិញ្ញាណដល់ពួកគេនោះគឺជាមធ្យោបាយតែមួយគត់ដែលទ្រង់អាចនឹងនាំបរិសុទ្ធស្ត្រីទាំងអស់គ្នាមកឯព្រះវិញយូដាជាសិស្សម្នាក់របស់ព្រះយេស៊ូវបានក្បត់នឹងទ្រង់គាត់បានលក់ព្រះយេស៊ូវទៅឲ្យពួកជនជាតិយូដាពួកគេបានចាប់ព្រះយេស៊ូវលោកពេត្រុសនិងសិស្សឯទៀតបានរត់គេចខ្លួនពួកមេដឹកនាំទាំងនោះមិនអាចរកឃើញកំហុសណាមួយចំពោះព្រះយេស៊ូវបានឡើយប៉ុន្តែពួកសាសយូដាគេនាំគ្នាស្រែកឡើងថាឆ្កាងវាទៅដូច្នេះមនុស្សបានធ្វើគុតព្រះរាជបុត្រានៃព្រះឧក្រិដ្ឋជន2នាក់បានស្លាប់ជាមួយនឹងទ្រង់ដែរជាការផ្ដំទាទោសចំពោះបទឧក្រិដ្ឋរបស់គេប៉ុន្តែព្រះយេស៊ូវបានសុគតជាដង្វាយលុះបាបយើងទាំងអស់គ្នាវិញរូបភាពទី11ម៉ារីបានជួបព្រះយេស៊ូវនៅឯភ្នូយូហានចំពុក20ខ1រហូតដល់ខ18ព្រះសពរបស់ព្រះយេស៊ូវត្រូវបានគេយកទៅបញ្ចុះក្នុងភ្នូទាំងថ្មយ៉ាងធំមួយបានត្រូវគេប្រមៀលទៅសន្ធប់នៅមាត់ភ្នូនៅថ្ងៃទី3ម៉ារីម៉ាក់ដាឡាបានទៅឯភ្នូឃើញថ្មបានត្រូវប្រមៀលចេញហើយក៏បាត់ព្រះសពរបស់ព្រះយេស៊ូវម៉ារីនាងក៏យំហើយឈ្ងោកអើតមើលទៅក្នុងភ្នូស្រាប់តែឃើញទេវតាពីររូបអង្គុយនៅកន្លែងដែលបានប្តេជ្ញាព្រះសពរបស់ព្រះយេស៊ូវពេលនោះស្រាប់តែព្រះយេស៊ូវលេចមកហើយមានបន្ទូលទៅពួកនាងថាតើនាងរកអ្នកណា
ម៉ារីបានគិតស្មានថាអ្នកនោះជាអ្នកថែសួននាងក៏សួររកព្រះសពរបស់ព្រះយេស៊ូវនោះព្រះយេស៊ូវក៏មានបន្ទូលទៅនាងថាម៉ារីរំពេចនោះនាងក៏បានឃើញព្រះយេស៊ូវទ្រង់មានបច្ចុប្បន្នរស់ឡើងវិញទ្រង់មានបន្ទូលទៅនាងថាចូលទៅប្រាប់ពួកសិស្សរបស់ខ្ញុំថាខ្ញុំរស់វិញហើយសេចក្តីស្លាប់មិនអាចខាត់ខាំងព្រះរាជបុត្រានៃព្រះដ៏មានប្រជញ្ញរស់បានឡើយរូបភាពទី12ព្រះយេស៊ូវបានលេចមកឲ្យសិស្សរបស់ទ្រង់បានឃើញយូហានចំពុក20ខ30រហូតដល់ចំពុក21ខ19មុនពេលដែលព្រះយេស៊ូវទ្រង់យាងត្រឡប់ទៅឯឋានសួគ៌វិញទ្រង់បានធ្វើអភូតហេតុយ៉ាងអស្ចារ្យមួយនៅពេលយប់មួយពួកសិស្សរបស់ទ្រង់បាននាំគ្នាទៅនេសាទត្រីប៉ុន្តែគេរកចាប់ត្រីពុំបានទាល់តែសោះនៅពេលព្រលឹមស្រាងឡើងមនុស្សម្នាក់បានលេចមកនៅឯមាត់ច្រាំងលោកបានប្រាប់កន្លែងឲ្យពួកគេបោះអួនទៅដូច្នេះគេនឹងអាចចាប់ត្រីបានយ៉ាងច្រើននៅពេលនោះពួកសិស្សរបស់ទ្រង់បាននឹកចាំថាមនុស្សម្នាក់នោះគឺពិតជាព្រះយេស៊ូវហើយគេបានអូសយកត្រីទាំងអស់នាំមកនៅឯមាត់ច្រាំងនោះព្រះយេស៊ូវទ្រង់បានរៀបចំម្ហូបអាហារជាស្រេចសម្រាប់ពួកគេក្រោយពេលដែលគេបានបរិភោគអាហាររួចព្រះអង្គក៏មានបន្ទូលជាមួយនឹងពួកគេលោកពេត្រុសបានគេចខ្លួននៅពេលដែលគេចាប់ព្រះយេស៊ូវប៉ុន្តែពេលនេះព្រះយេស៊ូវមានបន្ទូលទៅលោកថាចូលមកតាមខ្ញុំទ្រង់បានប្រាប់ឲ្យពេត្រុសមើលថែរក្សារាជរបស់ទ្រង់ហើយនឹងបង្រៀនគេអំពីព្រះយេស៊ូវទ្រង់សពព្រះハរតីឲ្យមនុស្សគ្រប់គ្នាបានឮអំពីអភូតហេតុយ៉ាងអស្ចារ្យដែលទ្រង់បានធ្វើដូច្នេះគេនឹងបានជឿថាទ្រង់ជាព្រះរាជបុត្រានៃព្រះនោះគេនឹងដើរតាមទ្រង់ហើយនឹងទទួលជីវិតដ៏អស្ចារ្យជានិច្ចផងសៀវភៅទី7ផ្នែកខព្រះយេស៊ូវទ្រង់ជាព្រះអង្គសង្គ្រោះសេចក្តីផ្ដើមមិត្តនិងប្រិយមិត្តទាំងឡាយជាការពិតណាស់ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះទ្រង់បានជួយសង្គ្រោះយើងឲ្យរួចពីបាបនិងអំពើអាក្រក់គ្រប់បែបយ៉ាងហើយទ្រង់បានសង្គ្រោះយើងដើម្បីឲ្យយើងទទួលបាននូវជីវិតអស្ចារ្យជានិច្ចសូមស្ដាប់នៅរឿងរ៉ាវទាំងនេះនិងសូមមើលទៅរូបភាពបន្តបន្ទាប់នៅពេលដែលអ្នកបានឮសំឡេងថារូបភាពទី13ព្រះយេស៊ូវបានបង្រៀនដល់សិស្ស2នាក់លូកាចំពុក24ខ13រហូតដល់ខ35ពួកយូដាគេសង្ឃឹមថាព្រះយេស៊ូវនឹងជួយសង្គ្រោះគេឲ្យរួចពីពួកមេដឹកនាំជាតិរ៉ូមដ៏កាចសាហាវនោះក៏ប៉ុន្តែពួកមេដឹកនាំទាំងនោះបានធ្វើគុតព្រះយេស៊ូវនៅលើឈើឆ្កាងទៅវិញសេចក្តីសង្ឃឹមរបស់ពួកគេត្រូវរលាយបាត់ទៅសិស្ស2នាក់របស់ព្រះយេស៊ូវគេកំពុងតែធ្វើដំណើរទៅផ្ទះស្រាប់តែព្រះយេស៊ូវបានមកឯពួកគេបានគិតក្នុងចិត្តថាជាមនុស្សដ៏ចម្លែកដូច្នេះគេក៏ប្រាប់ទ្រង់ពីការដែលកើតមានឡើងនោះព្រះយេស៊ូវបានយកបទគម្ពីរខ្លះមកបង្រៀនពួកគេលោកម៉ូសេនិងសាស្តាទាំងអស់ដែលបានសរសេរទុកអំពីព្រះយេស៊ូវជាច្រើនឆ្នាំមុនគេសរសេរថាព្រះយេស៊ូវត្រូវរងទុក្ខហើយសុគតហើយក៏និយាយទៀតថាទ្រង់នឹងរស់ពីសុគតឡើងវិញហើយគ្រប់គ្រងរាជក្នុងនគរនៃព្រះរំពេចនោះសិស្សទាំង2នាក់នោះបានដឹងថាបទគម្ពីរបានសម្រេចពិតមែនជនចម្លែកនោះគឺជាអង្គព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញចូលឲ្យយើងបានឮអំពីបទគម្ពីរដែលព្រះយេស៊ូវអាចនឹងបង្រៀនយើងដែររូបភាពទី14កូនប្រុសម្នាក់រស់នៅក្នុងចំណោមសត្វជ្រូកលូកាចំពុក15ខ11រហូតដល់ខ19ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងនៅរឿងមួយស្ដីពីបុរសម្នាក់មានកូនប្រុស2នាក់កូនប្រុសប្អូនបាននិយាយទៅឪពុករបស់ខ្លួនថាសូមចែកផ្ទះនិងទ្រព្យសម្បត្តិឲ្យដល់ខ្ញុំឪពុកក៏បានចែកផ្ទះនិងទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅកូនទាំងពីរកូនប្រុសប្អូនប្រមូលទ្រព្យសម្បត្តិទាំងអស់ចាកចេញទៅនៅឯស្រុកឆ្ងាយមួយវាបានយកប្រាក់កាសទាំងអស់នេះទៅចាយបង្ហិនអស់រលីង
ដោយរស់នៅជាភាពពាលីអាបាសែពេលនោះកើតមានសេចក្តីអំណត់យ៉ាងខ្លាំងនៅក្នុងស្រុកដែលវារស់នៅកូននេះគ្មានអ្វីទាល់តែសោះដូច្នេះមានបរិសម្នាក់បានហៅវាទៅឲ្យខ្វៀលហ្វូងជ្រូករបស់គេក្មេងនេះវាឃ្លានណាស់បានជាវាត្រូវការអាហារដែលជាអាហាររបស់សត្វជ្រូករួចមកវាក៏ចាប់ផ្ដើមគិតឃើញថាបើបម្រើរបស់ឪពុកវាមានអាហារគ្រប់គ្រាន់ដើម្បីនឹងបរិភោគវានិយាយតែម្នាក់ឯងថាអញនឹងវិលត្រឡប់ទៅឲ្យឪពុកអញវិញហើយពោលថាលោកឪពុកខ្ញុំបានធ្វើបាបទាស់នឹងលោកឪពុកខ្ញុំមិនគួរនិយាយថាជាកូនរបស់លោកឪពុកទៀតទេសូមឲ្យខ្ញុំបានធ្វើដូចជាអ្នកបម្រើឯទៀតរបស់លោកឪពុកផងទៅចុះរូបភាពទី15កូនប្រុសដែលវង្វេងបាត់បានវិលត្រឡប់មកផ្ទះវិញលូកាចំពុក15ខ20រហូតដល់ខ32ក្មេងនេះបានវិលមកឪពុកខ្លួនវិញប៉ុន្តែក្នុងពេលដែលវាកំពុងតែដើរតាមផ្លូវនៅឡើយឪពុកវាបានឃើញពីចម្ងាយក៏រត់ទៅអោបថើបវាហើយប្រាប់ទៅពួកបាវព្រាវឲ្យនាំយកអាវដ៏ល្អបំផុតនិងរៀបចំម្ហូបដ៏ឆ្ងាញ់រួចគាត់និយាយថាចូលយើងប្រារព្ធពិធីជប់លៀងត្បិតកូនប្រុសខ្ញុំនោះពីមុនបានស្លាប់ឥឡូវបានរស់ឡើងវិញហើយវាបានបាត់បង់តែឥឡូវបានឃើញមកវិញហើយមិត្តនិងប្រិយមិត្តទាំងឡាយព្រះយេស៊ូវបានបង្រៀនយើងថាព្រះទ្រង់ក៏ដូចជាឪពុកក្នុងរឿងនេះដែរយើងទាំងអស់គ្នាប្រៀបដូចជាកូនប្រុសដែលបានធ្វើបាបទាស់នឹងទ្រង់ហើយក៏ចាកចេញទៅប៉ុន្តែព្រះអង្គម្ចាស់ទ្រង់នៅតែស្រឡាញ់យើងព្រះអង្គទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់យើងព្រះអង្គត្រូវការអត់ទោសបាបដល់យើងព្រះយេស៊ូវបានយាងមកដើម្បីនឹងសង្គ្រោះយើងឲ្យរួចពីអំពើបាបនិងសេចក្តីស្លាប់ព្រះអង្គបានបង្ហាញផ្លូវដែលយើងអាចវិលត្រឡប់មកឲ្យព្រះដ៏ជាព្រះវរបិតាវិញបានរូបភាពទី16ទ្រព្យសម្បត្តិរបស់អ្នកមានម្នាក់លូកាចំពុក12ខ13រហូតដល់ខ34មិត្តនិងប្រិយមិត្តទាំងឡាយព្រះយេស៊ូវបានមានបន្ទូលរឿងដូចតទៅនេះមានអ្នកមានបានប្រមូលភោគផលដំណាំរបស់ខ្លួនបានជាបរិបូរណ៍គាត់បានសង់ជង្រុកមួយយ៉ាងធំដើម្បីទុកផលទាំងនោះហើយគាត់បានគិតទៅខ្លួនឯងថាឯងមានទ្រព្យសម្បត្តិគ្រប់ទាំងអស់ល្មមទុកបានជាច្រើនឆ្នាំតទៅមុខទៀតហើយដូច្នេះចូលរស់នៅដោយសុខស្រួលស៊ីផឹកឲ្យសប្បាយចុះប៉ុន្តែព្រះទ្រង់មានបន្ទូលថាអោមនុស្សល្ងីល្ងើអើយនៅវេលាយប់នេះឯងនឹងត្រូវស្លាប់ហើយតើអ្នកណានឹងទទួលថែរក្សានៅគ្រប់ទ្រព្យសម្បត្តិរបស់ឯងវិញព្រះយេស៊ូវទ្រង់មានបន្ទូលថាកុំឲ្យខ្វល់ខ្វាយអំពីការដែលត្រូវបរិភោគអ្វីឬស្លៀកពាក់អ្វីជាជាងខ្វល់ខ្វាយអំពីការធ្វើឲ្យគប់នឹងព្រះハរតីដល់ព្រះនោះឡើយគឺយើងចែកចាយទ្រព្យសម្បត្តិដល់អ្នកក្រីក្រព្រះទ្រង់នឹងផ្គត់ផ្គង់នៅគ្រប់ការខ្វះខាតរបស់យើងក្នុងបច្ចុប្បន្ននេះហើយទ្រង់នឹងប្រទានទ្រព្យសម្បត្តិទ្រង់ដល់យើងនៅឯឋានសួគ៌ដែររូបភាពទី17អ្នកសុំទាននិងអ្នកមានម្នាក់លូកាចំពុក16ខ19រហូតដល់ខ31ព្រះយេស៊ូវបានប្រាប់យើងអំពីរឿងអ្នកមានជនជាតិយូដាម្នាក់ទៀតដែលមានគ្រប់របស់ទាំងអស់ដែលគាត់ត្រូវការគាត់មិនបានរវីរវល់ឬយកចិត្តទុកដាក់ចំពោះអ្នកសុំទានដែលនៅមាត់ទ្វាររបងគាត់ឡើយក្រោយមកអ្នកសុំទានដ៏កំសត់នេះបានស្លាប់ទៅគាត់បានទៅរស់នៅកន្លែងដ៏អស្ចារ្យមួយឯស្ថានសួគ៌ដែលមានលោកអាប់រ៉ាហាំជាឯកកោរបស់ជនជាតិយូដាដែលថែរក្សាគាត់នៅទីនោះនៅពេលដែលអ្នកមាននោះបានស្លាប់ទៅគាត់បានទៅរស់នៅឯកន្លែងដ៏លំបាកវេទនាមួយគាត់បានស្រែករកលោកអាប់រ៉ាហាំឲ្យចាត់អ្នកសុំទាននោះមកជួយគាត់ផងប៉ុន្តែអាប់រ៉ាហាំបាននិយាយទៅគាត់ថានៅចន្លោះយើងនឹងឯងមានជំហុកមួយយ៉ាងធំអ្នកណាដែលចង់ទៅឯគាត់នោះមិនអាចទៅបានទេឬអ្នកណាមួយដែលចង់ឆ្លងពីទីនោះមកឯយើងនោះក៏មកមិនបានឡើយមិត្តនិងប្រិយមិត្តទាំងឡាយយើងត្រូវដើរតាមផ្លូវរបស់ព្រះក្នុងជីវិតយើងនេះទោះជាយើងក្រឬមានយ៉ាងណាក៏ដោយបើយើងចង់ចូលនគរស្ថានសួគ៌នោះចូលទទួលជឿព្រះអង្គម្ចាស់យេស៊ូវឥឡូវនេះចុះដើម្បីឲ្យអ្នកបានសង្គ្រោះពិត
រូបភាពទី18សំឡាញ់ដែលរងចាំនៅមាត់ទ្វារលូកាចំពុក11ខ5រហូតដល់ខ13គ្រាមួយបុរសម្នាក់បានទៅផ្ទះមិត្តសម្លាញ់គាត់ទាំងកណ្ដាលអាត្រៀតហើយនិយាយថាសំឡាញ់អើយឲ្យខ្ញុំសុំខ្ចីនំប៉័ងខ្លះមកព្រោះមានអ្នកដំណើរម្នាក់ទើបតែមកដល់ផ្ទះរបស់ខ្ញុំហើយខ្ញុំគ្មានអាហារឲ្យអ្នកនោះបរិភោគតតែសោះមិត្តរបស់គាត់នោះបាននៅដេកលើគ្រែជាមួយនឹងកូនគាត់មិនចង់ក្រោកឡើងទេប៉ុន្តែបុរសនោះមិនមានសេចក្តីអៀនខ្មាស់ទេគាត់នៅតែរក្សាការទទូចអង្វរនោះដដែលដូច្នេះមិត្តរបស់គាត់ក៏ក្រោកឡើងហើយផ្ដល់នៅអ្វីៗតាមដែលគាត់ត្រូវការផងព្រះយេស៊ូវទ្រង់មានបន្ទូលថាតើយើងមិនគួរទូលសុំពីព្រះទេឬអ្វីទ្រង់ជាព្រះបិតានៃយើងទ្រង់សពព្រះハរតីនឹងប្រទានព្រះវិញ្ញាណនិងផ្ដល់គ្រប់ទាំងអស់នៅសេចក្តីត្រូវការរបស់យើងផងដូច្នេះគ្រប់ការទាំងអស់ដែលយើងត្រូវតែធ្វើគឺរក្សានៅការទទូចសុំជានិច្ចដល់ព្រះអង្គក្នុងសេចក្តីអធិដ្ឋានរូបភាពទី19បុរស2នាក់នៅក្នុងព្រះវិហាររបស់ព្រះលូកាចំពុក18ខ9រហូតដល់ខ14តើព្រះទ្រង់ស្ដាប់ឮដល់អ្នកណាដែលចូលមកឯទ្រង់ដោយសេចក្តីអធិដ្ឋានឬទេបុរសម្នាក់ដែលនៅក្នុងរូបភាពនេះជាអ្នកកាន់សាសនាហើយគាត់ក៏ជាមនុស្សអំនួតដែរគាត់បានទូលទៅព្រះថាគាត់ជាមនុស្សដែលល្អជាងអ្នកដទៃឯទៀតតើអ្នកបានគិតថាព្រះសពព្រះハរតីនឹងអ្នកនោះឬទេឯបុរសម្នាក់ទៀតគាត់ជាអ្នកយកពុតគាត់លួចកេងយកប្រាក់ពីបណ្ដាជនគាត់បានដឹងខ្លួនថាគាត់បានធ្វើការដែលព្រះមិនសពព្រះハរតីគាត់បានគួតទ្រូងហើយអោនក្បាលចុះដោយមានការអៀនខ្មាស់គាត់បានអធិដ្ឋានទៅព្រះអង្គថាអោព្រះអង្គអើយសូមទ្រង់មេត្តាករុណាដល់ទូលបង្គំផងត្បិតទូលបង្គំជាមនុស្សដែលពោពេញទៅដោយអំពើបាបព្រះយេស៊ូវទ្រង់មានបន្ទូលថាព្រះបានលើនៅសេចក្តីអធិដ្ឋាននេះព្រះអង្គបានអត់ទោសបាបឲ្យគាត់ត្បិតព្រះទ្រង់ប្រឆាំងនឹងមនុស្សអំនួតប៉ុន្តែទ្រង់នឹងដំកើងដល់អ្នកដែលបន្ទាបខ្លួនវិញរូបភាពទី20អ្នកព្រោះពូជម្នាក់លូកាចំពុក8ខ3រហូតដល់ខ4ព្រះយេស៊ូវបានបង្រៀនដល់មនុស្សជាច្រើនដោយមានបន្ទូលថាមានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះពូជពេលដែលគាត់កំពុងតែព្រោះនោះមានគ្រាប់ពូជខ្លះដែលធ្លាក់ចុះទៅតាមផ្លូវហើយសត្វស្លាបក៏មកចឹកស៊ីអស់ទៅខ្លះទៀតធ្លាក់នៅលើថ្មពេលពន្លកដោះឡើងក៏ក្រៀមស្វិតអស់ទៅពីព្រោះគ្មានធាតុសាមសោះគ្រាប់ពូជខ្លះធ្លាក់ទៅកណ្ដាលបន្លាក៏ដោះឡើងជាមួយគ្នារួចមកបន្លាក៏ខ្ទប់វាមិនឲ្យលូតលាស់ទៅតមុខទៀតមានគ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅក្នុងដីល្អរួចក៏ដុះឡើងហើយបង្កើតផល 100% លើជាងកាលដែលព្រោះទៅទៀតព្រះយេស៊ូវមានបន្ទូលទៅពួកបណ្ដាជនថាអ្នកណាដែលមានត្រចៀកចូលស្ដាប់ចុះតើអ្នកយល់រឿងនេះឬទេរូបភាពទី21គ្រាប់ពូជបង្កើតផលផ្លែលូកាចំពុក8ខ9រហូតដល់ខ15មិត្តនឹងប្រិយមិត្តទាំងឡាយពេលនេះពួកសិស្សរបស់ព្រះយេស៊ូវបានទូលសួរព្រះអង្គពីអត្ថន័យនៃរឿងនេះគ្រាប់ពូជគឺជាព្រះបន្ទូលនៃព្រះឯពួកអ្នកដែលទទួលនៅតាមផ្លូវគឺអស់អ្នកណាដែលបានឮរួចមកអរិយក៏ឆក់យកព្រះបន្ទូលនោះចេញពីចិត្តគេទៅដូច្នេះគេមិនអាចជឿហើយទទួលសេចក្តីសង្គ្រោះបានទេពួកអ្នកដែលទទួលគ្រាប់ពូជនៅលើថ្មគឺនៅពេលដែលទទួលព្រះបន្ទូលនោះគេជឿភ្លាមតែក្នុងរយៈពេលមួយដ៏ខ្លីប៉ុណ្ណោះលុះកើតមានសេចក្តីល្បួងគេក៏រសាយចិត្តអស់ទៅវិញហើយគ្រាប់ពូជដែលនៅកណ្ដាលគុំបន្លាគឺអស់អ្នកដែលបានឮរួចចេញទៅនោះហើយគឺជាសេចក្តីខ្វល់ខ្វាយនិងទ្រព្យសម្បត្តិក៏ចូលមកខ្ទប់ចិត្តមិនអាចបង្កើតផលបានតែពូជដែលនៅលើដីល្អទទួលព្រះបន្ទូលព្រះរួចហើយក៏បង្កើតបានផលផ្លែយ៉ាងពេញបរិបូរណ៍មិត្តនិងប្រិយមិត្តទាំងឡាយតើមិត្តបានឮហើយទទួលព្រះបន្ទូលដូចម្តេចដែរតើអ្នកនឹងមិនព្រមស្ដាប់ហើយទុកឲ្យព្រះបន្ទូលបាត់បង់ទៅវិញឬក៏អ្នកជឿតាមហើយព្រមបម្រើដើម្បីឲ្យព្រះសពព្រះハរតី
រូបភាពទី22ការជួយសង្គ្រោះដល់ជនរងគ្រោះម្នាក់លូកាចំពុក10ខ25រហូតដល់ខ37តើយើងអាចដឹងពិតប្រាកដថាយើងបានសង្គ្រោះហើយនឹងមានជីវិតអកលជានិច្ចហើយឬនៅវត្តគម្ពីរបានបង្រៀនយើងយ៉ាងច្បាស់ថាយើងត្រូវតែស្រឡាញ់ដល់ព្រះនិងស្រឡាញ់ដល់មនុស្សដទៃទៀតតើមនុស្សណាដែលយើងនឹងស្រឡាញ់គេនោះព្រះយេស៊ូវបាននិទានរឿងស្ដីពីបុរសម្នាក់បានធ្វើដំណើរចុះតាមផ្លូវមួយតែម្នាក់ឯងពេលនោះមានពួកចោរប្លន់បានវាយគាត់ឲ្យត្រូវរបួសស្ទើរតែនឹងស្លាប់ពួកវាបានប្លន់យកទ្រព្យសម្បត្តិរបស់គាត់ដែលជាប់នឹងខ្លួនរួចហើយចេញចោលគាត់បាត់ទៅក្រោយមកមានអ្នកកាន់សាសនា2នាក់បានដើរតាមផ្លូវនោះគេបានឃើញជនរងគ្រោះនេះតែគេពុំបានជួយគាត់ទាល់តែសោះបន្ទាប់មកមានបុរសសាសដតីម្នាក់បានធ្វើដំណើរចុះមកតាមផ្លូវដដែលនេះគាត់បានឃើញជនរងគ្រោះនោះក៏មានចិត្តក្តួលអាណិតក៏ចូលទៅរុំរបួសឲ្យគាត់រួចលើកដាក់លើលារបស់ខ្លួនដឹកនាំទៅឯទីក្រុងដើម្បីនឹងជួយដល់គាត់ព្រះយេស៊ូវទ្រង់មានបន្ទូលថាបើយើងស្រឡាញ់ដល់ព្រះយើងនឹងបង្ហាញនូវសេចក្តីស្រឡាញ់នោះដល់អ្នកណាមួយដែលកំពុងស្ថិតក្នុងភាពត្រូវការជាចាំបាច់រូបភាពទី23ម្ចាស់ផ្ទះបានវិលត្រឡប់មកផ្ទះវិញលូកាចំពុក12ខ35រហូតដល់ខ48បងប្អូនទាំងឡាយតើអ្នកនៅចាំបានទេថាព្រះយេស៊ូវទ្រង់មានប្រជញ្ញរស់ពីសគត់ឡើងវិញមនុស្សជាច្រើនបានឃើញទ្រង់មុនពេលដែលទ្រង់យាងទៅឯនគរស្ថានសួគ៌ទ្រង់បានមានបន្ទូលប្រាប់ពួកគេថាទ្រង់នឹងយាងត្រឡប់មកវិញទ្រង់មានបន្ទូលទៀតថាយើងរាល់គ្នាប្រៀបដូចមនុស្សដែលនៅរងចាំចវាយខ្លួនត្រឡប់មកផ្ទះវិញដែរយើងមិនដឹងជាពេលណាដែលព្រះយេស៊ូវទ្រង់យាងត្រឡប់មកវិញទេយើងអាចនឹងធ្វើការបម្រើទ្រង់ហើយរៀបចំខ្លួនជាស្រេចនឹងទទួលទ្រង់មួយរំពេចនៅពេលដែលទ្រង់យាងមកដល់នោះទ្រង់នឹងរៀបចំពិធីជប់លៀងមួយសម្រាប់យើងទាំងអស់គ្នាពេលនោះគឺជាពេលដែលមានសេចក្តីអំណរយ៉ាងអស្ចារ្យណាស់ព្រះយេស៊ូវទ្រង់ក៏មានបន្ទូលទៀតថាអស់អ្នកណាដែលជាអ្នកចាត់ចែងបម្រើទ្រង់ត្រូវតែរៀបចំខ្លួនជាស្រេចបើពួកគេធ្វើការងារផ្ទះសម្បែងបានល្អហើយមើលថែរក្សាដល់អ្នកបម្រើទ្រង់អ្នកទាំងនោះនឹងបានទទួលរង្វាន់យ៉ាងធំប៉ុន្តែបើគេវាយពួកអ្នកបម្រើហើយស៊ីផឹកស្រវឹងអ្នកនោះនឹងត្រូវទទួលការផ្ដន្ទាទោសជាទម្ងន់រូបភាពទី24បុរសម្នាក់នៅលើដើមឈើលូកាចំពុក19ខ1រហូតដល់ខ10ព្រះយេស៊ូវទ្រង់អាចជួយសង្គ្រោះដល់មនុស្សគ្រប់គ្នាដូច្នេះសូមបងប្អូនស្ដាប់នៅរឿងនេះសាខេជាអ្នកយកពន្ធដ៏ស្ដុកស្តម្ភម្នាក់គាត់បានលួចកេងយកប្រាក់ពីអ្នកដទៃគាត់ចង់ឃើញព្រះយេស៊ូវខ្លាំងណាស់ប៉ុន្តែគាត់មានមាឌតូចទាបហើយនៅទីនោះក៏មានហ្វូងមនុស្សយ៉ាងសន្ធឹកផងដូច្នេះសាខេក៏ឡើងទៅលើដើមឈើពេលព្រះយេស៊ូវយាងមកដល់ទ្រង់ក៏ងើបមើលទៅលើដើមឈើហើយមានបន្ទូលទៅសាខេថាសាខេចូលអ្នកចុះមកត្បិតនៅថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះរបស់អ្នកបងមនុស្សគេមានការភ្ញាក់ផ្អើលជាខ្លាំងដោយសាខេមិនមែនជាមនុស្សល្អទេប៉ុន្តែសាខេបានចុះមកហើយទទួលព្រះយេស៊ូវយ៉ាងរីករាយក្រៃលែងគាត់បានទទួលព្រះយេស៊ូវហើយនិយាយថាគាត់នឹងបែរចេញពីការអាក្រក់ហើយបែរចេញពីផ្លូវរបស់ខ្លួននោះព្រះយេស៊ូវទ្រង់មានបន្ទូលថាថ្ងៃនេះសេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយបាត់ព្រះយេស៊ូវទ្រង់យាងមកដើម្បីនឹងស្វែងរកហើយជួយសង្គ្រោះដល់មនុស្សដែលបាត់បង់